Nâng ngày số đây bong bồn tầng ọc ní thì nơi cần nâng video muốn trong bàn bong hai bong bồn pi được bị prap prap nơi VPN nên là tôi được sắp đây Oppo bong bồn lời nick trong nâng bong hai bong bồn pi được bị prap prap nơi VPN nên là tôi được sắp đây iPhone một đòn bong bồn chỉ tôi tới VPN vì miền tròn nông ca đài bong bồn ai rơi vô một prá có bàn tay VPN ở tầng nóng vì ai miền VPN class mình ai chập bàn tì tắng nơi khéo vật tế hay có VPN class chập bàn chẳng tế trong sông recommend ở bóng ôn pra nơi VPN muối đại ai chập tì tắng bàn lõ nó cứ VPN Planet VPN ca pra VPN vì sầm khăn nè đó cả thưa admin bò tê chỉ sẽ cứ bong bồn là chị em ở đây mấy để qua trong sangប្រាក់ចំណូលជាមួយទៅនឹង Facebook ហើយនឹងជាមួយនឹង page សម្រាប់បងប្អូនដែលមិនទាន់ចេះប្រើនៅ VPN ខ្ញុំ recommend ឲ្យបងប្អូនប្រើប្រាស់នៅ VPN Planet នេះព្រោះវាចាប់ទីតាំងបានល្អជាក់ស្ដែងនៅក្នុង account បរទេសរបស់ខ្ញុំមាន4-5 account គឺចាប់ទីតាំង smooth បានល្អហើយមិនងាយនឹងដាច់ប្រទេសបាទមិនងាយនឹងដាច់ប្រទេសសម្រាប់ VPN Planet បាទអញ្ចឹងបន្ទាប់ពីបងប្អូនប្រើប្រាស់នៅ VPN បងប្អូនក៏ត្រូវតែប្រើនៅ fake GPS បាទបងប្អូនត្រូវតែចេះប្រើប្រាស់នៅ fake GPS ដើម្បីជំនួយទៅដល់ VPN របស់យើងឥឡូវខ្ញុំមានកលឹះចំនួន5យ៉ាងមុននឹងចូលទៅប្រើនៅ account បរទេសឬក៏បងប្អូនបង្កើត account ថ្មីដែលវាមិនទាន់ចាប់ primary location ហ្នឹងបងប្អូនត្រូវតែ check មើល VPN បាទបើក VPN ជាមុនសិនថាតាមមូលហេតុអីបានជាបងប្អូនត្រូវចាំបាច់ប្រើ VPN មុននឹងចូល account របស់បងប្អូនចំណុចទី1នេះអញនិយាយបានថាវាគឺជាចំណុចរសើបដែលបងប្អូនគួរតែចាប់អារម្មណ៍តាមដាននៅវីដេអូមួយនេះមូលហេតុដែលខ្ញុំចង់ឲ្យបងប្អូនបើក VPN មុននឹងចូល account បរទេសរបស់បងប្អូននោះគឺវាមានរឿង2យ៉ាងរឿងទី1ធ្វើឲ្យ account របស់បងប្អូនឆាប់ចាប់ទីតាំងរឿងទី2ធ្វើឲ្យ account របស់បងប្អូនមិនងាយនឹងដាច់ប្រទេសបាទមិនងាយនឹងដាច់ប្រទេសនៅពេលដែលបងប្អូនបើក VPN ជាប្រចាំបើកជាប់រហូតណាបើកជាប់រហូតបើកអ៊ីនធឺណិតរហូតចង់គឺទីតាំងយ៉ាងយូរគឺកន្លះខែចាប់ទីតាំងឲ្យបងប្អូនបាទសម្រាប់ការប្រើប្រាស់ VPN free បាទ VPN free បាទចឹងយ៉ាងយូរគឺកន្លះខែយ៉ាងយូរបាទជាបទពិសោធន៍របស់ខ្ញុំបាទផ្ទាល់មុននឹងបងប្អូនចូលទៅប្រើឬក៏ចូលទៅ account admin របស់បងប្អូនត្រូវតែបើក VPN ជាមុនសិនឬក៏បើកជាប្រចាំហ្នឹងជាជំហានដំបូងបាទហើយមួយវិញទៀតនៅពេលដែលបងប្អូនឈប់លេង account មួយហ្នឹងបងប្អូនត្រូវតែ log out ចេញឬក៏នៅពេលដែលបងប្អូនបិទអ៊ីនធឺណិតបងប្អូនត្រូវតែ log out account របស់បងប្អូន account admin របស់បងប្អូនហ្នឹងឬក៏ page របស់បងប្អូនហ្នឹងដើម្បីអីដើម្បីកុំឲ្យវាដាច់ប្រទេសបាទនឹងគឺជាកលឹះទី1បាទនៅពេលដែលបងប្អូនឈប់លេងបងប្អូនត្រូវតែបិទឬក៏ log out ចេញពី account របស់បងប្អូនដែលចង់ចាប់ទីតាំងនៅក្រៅប្រទេសហ្នឹងបាទនឹងជាចំណុចទី1ទី2បងប្អូន fake GPS ជំនួយ GPS ជំនួយមូលហេតុដែលខ្ញុំឲ្យបងប្អូនប្រើជំនួយមុននឹងចូលទៅក្នុង account របស់បងប្អូនពីព្រោះតែ account admin របស់បងប្អូនហ្នឹងហើយនឹង VPN របស់បងប្អូនហ្នឹងវាអត់មាន security ទេដោយសារអីដោយសារតែការប្រើប្រាស់ VPN គឺជាការប្រើប្រាស់ free បាទហើយណាមួយនៅក្នុងប្រទេសកម្ពុជារបស់យើង
នៅពេលដែលយើងអត់មាន Right Manager គឺយើងមិនអាចមានសិទ្ធិហៅលុយបានជាមួយនឹង Facebook ទេដូច្នេះហើយបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នណាប្រុងប្រយ័ត្នឲ្យបានមូលហេតុដែលយើងត្រូវប្រើឲ្យជាប់ទាំងពីរនេះដោយសារអីខ្ញុំលើកឧទាហរណ៍មួយថាបើសិនជាបងប្អូនទៅធ្វើការនៅក្រៅប្រទេសអត់មាន passport អត់មានបានសម្គាល់ខ្លួនណាអត់មានឯកសារពាក់ព័ន្ធតើតើមួយការឆ្លងដែនទៅក្រៅប្រទេសច្បាស់ណាស់ខាងតម្រួតឬក៏ខាងប៉ូលីសគេប៉ូលីសតបវេសគេនឹងចាប់យើងញាត់ចូលត្រង់ឬក៏ចាប់យើងបញ្ជូនមកវិញអីចឹងទៅជាដើមនៅក្នុង Facebook នេះក៏ដូចគ្នាដែរប្រៀបដូចជាយើងឆ្លងដែនដោយខុសច្បាប់ចឹងព្រោះយើងប្រើ account fake ណា fake ទីតាំង fake location ដូច្នេះហើយយើងត្រូវតែមានការប្រុងប្រយ័ត្នទៅលើការប្រើប្រាស់ VPN ហើយនឹង fake GPS ជាជំនួយបាទដើម្បីឲ្យឆាប់ទីតាំងឲ្យឆាប់ចាប់ទីតាំង admin របស់យើងឬក៏ page របស់យើងកុំឲ្យដាច់ប្រទេសអញ្ចឹងណាបងប្អូនជាដល់ចំណុចទី3ចំណុចទី3នៅពេលដែលបងប្អូនប្រើប្រាស់ VPN ចូលទៅក្នុង account របស់បងប្អូនត្រូវតែឧស្សាហ៍ check in ហ្នឹងគឺ check in ទាំង account check in ទាំង page បាទ admin បងប្អូនក៏ check in page របស់បងប្អូនក៏ check in អាសា check in បាទ check in ជាប្រចាំមួយថ្ងៃម្ដងពីរដងឬក៏ផុសរូបភាពដោយមានភ្ជាប់មានការភ្ជាប់ទីតាំងបាទត្រង់ចំណុចនេះក៏ធ្វើឲ្យ Facebook របស់បងប្អូនឆាប់ចាប់ទីតាំងបាទឆាប់ចាប់ primary location បាទចំណុចនេះគឺសំខាន់ដែរមួយថ្ងៃ check in ឲ្យបាន3ទៅ4ដងបាទ3ទៅ4ដងទាំង page ទាំង account របស់បងប្អូននោះបងប្អូនមិនយូរទេខ្ញុំដូចខ្ញុំបញ្ជាក់ខាងដើមចឹងយ៉ាងយូរគឺកន្លះខែគឺនឹងបាន primary location នៅក្រៅប្រទេសហើយបងប្អូនដើម្បីបាន admin បរទេសហូរលុយចំណងជើងផុសចំណងជើងផុសក្នុង Facebook ដោយបងប្អូននឹងស្រាប់ហើយប្រទេសខ្មែរយើងមិនមែនជាដៃគូហូរលុយជាមួយនឹង Facebook ទេអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ចំណងជើងឬក៏សរសេរ caption ជាអក្សរខ្មែរច្បាស់ណាស់វានឹងចាប់ទីតាំងនៅស្រុកខ្មែរហើយបងប្អូនហើយនៅពេលវាចាប់ទីតាំងនៅស្រុកខ្មែរពេលដែលយើងមានសិទ្ធិហូរលុយគឺវានឹងចាប់ទៅលើចំណងជើងចាប់ទៅលើអក្សរខ្មែរអីយើងនឹងទៀតជាដើមបើសិនជាយើងប្រើ fake GPS មិនបានត្រឹមត្រូវចំណងជើងនេះគឺសំខាន់ធ្វើឲ្យ account របស់យើងរែងទៅក្រៅប្រទេសលុះត្រាតែបងប្អូនប្រើចំណងជើងជាភាសាអង់គ្លេសភាសាជាសកលបាទសរសេរពេលដែលបងប្អូនផុសរូបភាពនៅក្នុង admin បងប្អូនផុសដោយភ្ជាប់ទីតាំងមានន័យថាជាប់ការ check in ហ្នឹងហើយនឹងមានការផុសរូបភាពដោយសរសេរជាភាសាអង់គ្លេសនឹងក៏សំខាន់ដែរដើម្បីធ្វើឲ្យ admin របស់បងប្អូនឆាប់ចាប់ទីតាំងហើយនឹងចំណុចចុងក្រោយនោះគឺដើម្បីឲ្យការប្រើប្រាស់ VPN របស់យើងឆាប់ចាប់ទីតាំងទៅនៅក្រៅប្រទេសណាចាប់ទីតាំងទៅនៅក្រៅប្រទេសបងប្អូនត្រូវតែឧស្សាហ៍លេងជាមួយនឹងក្រៅប្រទេសបាទចូលទៅ comment ចូលទៅ like គេអញ្ចឹងណាឃើញ account បរទេសបងប្អូនអាសាចុច like ចុច comment ឬក៏ចុច follow នៅ account នៅជាពិសេសទីតាំងរបស់បងប្អូនចង់បានឧទាហរណ៍ថាបងប្អូនចាប់ទីតាំងនៅប្រទេសថៃបងប្អូនត្រូវអាសាលេងជាមួយនឹងជនជាតិថៃបងប្អូនលេងជាមួយនឹងបរទេសនៅសហភាពអឺរ៉ុបបាទបងប្អូនត្រូវតែអាសា comment ជាមួយនឹងពួកអឺរ៉ុបនោះមិនយូរមិនឆាប់ទេបងប្អូននឹងឆាប់ចាប់ទីតាំងឬក៏ primary location របស់បងប្អូនតាមរយៈការប្រើប្រាស់ VPN free បាទ VPN free អញ្ចឹងពីកន្លឹះ5ចំណុចដើម្បីប្រើប្រាស់ VPN free ឲ្យឆាប់ចាប់ទីតាំងនៅក្រៅប្រទេសនេះខ្ញុំមានចំនួន5បើសិនជាមានចំណុចខុសឆ្គងក៏សូមមេត្តាខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនពីខ្ញុំបាទសូមអរគុណសូមគោរពលា